សូមជម្រាបសួរបងប្អូនជាទីគោរពសូមស្វាគមន៍មកកាន់ Channel Skill Up KA ថ្ងៃនេះយើងមានប្រធានបទមួយទាក់ទងទៅនឹងកំហុសឆ្គងរបស់ម្ចាស់អាជីវកម្មបាទយើងនឹងរៀនអំពីយុទ្ធសាស្ត្រជៀសវាងការបរាជ័យក្នុងជំនួញបាទជាបន្តយើងមានសំណួរទៅទីពិចារណាសំណួរទី1តើអ្នកគិតថាអ្នកអាចមានកំហុសក្នុងអាជីវកម្មដែរឬទេសំណួរទី2តើកំហុសទាំងនោះមានអ្វីខ្លះសំណួរទី3តើយើងអាចកាត់បន្ថយកំហុសទាំងនោះបានដោយរបៀបណាបាទចង់សូមបងប្អូនឆ្លើយនៅសំណួរទាំង3នេះនៅក្នុងចិត្តបាទជាបន្តទៀតកំហុសដែលនាំឲ្យអាជីវកម្មដាំក្បាលចុះកំហុសនាំឲ្យបរាជ័យកំហុសឆ្គងមួយចំនួនអាចនាំឲ្យអាជីវកម្មដាំក្បាលចុះឬបរាជ័យជាក់ជាមិនខានប្រសិនបើមិនកែប្រែភ្លាមៗប្រើបញ្ញាជាជាងអារម្មណ៍ម្ចាស់អាជីវកម្មជោគជ័យត្រូវប្រើបញ្ញានិងចំណេះដឹងមកធ្វើជំនួញមិនមែនប្រើតែអារម្មណ៍ឆេវឆាវនោះទេបាទជាបន្តទៀតយើងចូលដល់ចំណុចទី1ចាប់ផ្ដើមដោយមិនបានរៀនសូត្រការធ្វើអាជីវកម្មដោយគ្រាន់តែមើលតាមលំនាំចាស់ៗមិនបានសិក្សាក្បួនច្បាប់គឺមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងសម័យបច្ចុប្បន្នចំណេះដឹងគឺជាដើមទុនពិតប្រាកដត្រូវសិក្សាឲ្យបានច្បាស់លាស់ពីយុទ្ធសាស្ត្រនិងផែនការដើម្បីជាជីបំពន់ឲ្យអាជីវកម្មរីកចម្រើនបាទជាបន្តទៀតយើងចូលទៅដល់ការប្រកួតប្រជែងសម័យថ្មីបាទកាលពីមុនប្រកួតប្រជែងតាមតំបន់តាមការស្គាល់គ្នានាពេលបច្ចុប្បន្នប្រកួតប្រជែងកម្រិតសកលទាំងខ្មែរនិងបរទេស American Europe Asia សុទ្ធតែពោរពេញដោយសមត្ថភាពបាទជាបន្តទៀតចំណុចទី2គ្មានភាពច្បាស់លាស់ភាពមិនច្បាស់លាស់ការជឿតាមគ្នាដោយមិនវិភាគនាំជួបបញ្ហាត្រូវមានភាពចាស់ទុំនៅក្នុងការគិតនិងមានភាពពិតប្រាកដប្រជាជានិច្ចបាទចូលដល់ចំណុចទី3គ្មានជំនឿការខ្វះជំនឿជាក់ត្រូវជឿជាក់លើផលិតផលខ្លួនឯងពីខាងក្នុងទើបអាចសាយភាយធម៌ពលទៅកាន់បុគ្គលិកនិងទាញការគ្រប់គ្រងពីអតិថិជនបាទយើងចូលដល់ចំណុចទី4ធ្វើតាមគេដោយមិនបានសិក្សាការមើលឃើញតែសម្បកក្រៅរបស់គេហើយធ្វើតាមទាំងស្រុងនឹងនាំឲ្យបរាជ័យត្រូវសិក្សាតើគេជោគជ័យដោយសារអ្វីជួបបញ្ហាអ្វីខ្លះតើយើងមានសមត្ថភាពដូចគេដែរឬទេគេធ្វើបានមិនប្រកាសថាយើងធ្វើបាននោះទេបាទយើងចូលដល់ចំណុចទី5មិនមានគម្រោងការច្បាស់លាស់ការធ្វើអាជីវកម្មប្រៀបដូចការសាងសង់ផ្ទះត្រូវមានគ្រឿងបង្គុំច្បាស់លាស់សសរជញ្ជាំងដំបូលឥដ្ឋគំនិតអាជីវកម្មបូកជាមួយនឹងផែនការអាជីវកម្មគឺស្មើនឹងអាជីវកម្មរីកចម្រើនត្រូវចេះរៀបចំគំនិតនីមួយៗឲ្យត្រូវតាមចំណុចនីមួយៗដើម្បីឲ្យដំណើរការបានលូតលាស់ល្អបាទជាបន្តទៀតយើងចូលដល់ចំណុចទី6មិនស្គាល់សត្រូវមានន័យថាយើងស្គាល់ពីដៃគូឬក៏គូប្រកួតប្រជែងរបស់យើងបានច្បាស់ហើយឬនៅស្គាល់គេស្គាល់យើងច្បាំង100ដងឈ្នះ100ដងត្រូវសិក្សាអំពីចំណុចខ្លាំងចំណុចខ្សោយឱកាសនិងការគំរាមកំហែង SWOT របស់ដៃគូប្រកួតប្រជែងស្វែងរកការស្វែងរកគឺនិយាយអំពីសមត្ថភាពពិសេសរបស់ខ្លួនដើម្បីយកឈ្នះលើទីផ្សារបាទសូមចូលដល់ចំណុចទី7មិនស្គាល់ទីផ្សារមានន័យថាយើងសំដៅទៅលើអ្នកទិញដែលជាមនុស្សស្គាល់អតិថិជនគោលដៅតើអ្នកនឹងទិញផលិតផលរបស់អ្នកបាទខ្ញុំសូមអធិប្បាយបន្តិចក្នុងចំណុចនេះមានន័យថាបើសិនជាយើងជាអតិថិជនតើយើងនឹងទិញផលិតផលរបស់យើងដែរឬទេនៅពេលដែលយើងនឹងអ្នកផលិតអញ្ចឹងណាបាទអញ្ចឹងបើមិនស្គាល់ទីផ្សារគឺមិនស្គាល់ផលិតផលខ្លួនឯងឡើយយុទ្ធសាស្ត្រចំគោលដៅត្រូវឲ្យផលិតផលរបស់អ្នកតាក់ភ្នែកចូលត្រចៀកសាយដល់អណ្ដាតនិងច្រមុះអតិថិជនទីផ្សារនិងការលក់ត្រូវសិក្សាឲ្យស៊ីជម្រៅពីរបៀបលក់ដើម្បីឲ្យអាជីវកម្មបានត្រឹមត្រូវនិងរីកចម្រើនបាទក្នុងចំណុចនេះគឺមានន័យថាត្រូវសិក្សាឲ្យស៊ីជម្រៅពីរបៀបលក់ដើម្បីរៀបចំអាជីវកម្មឲ្យបានត្រឹមត្រូវចំណុចហ្នឹងបាទជាបន្តទៀតយើងចូលដល់ចំណុចទី8សំអាងតែលើទឹកប្រាក់មានន័យថាយើងសំអាងថាយើងមានលុយអញ្ចឹងណាបាទលុយអាចបង្កើតហាងតែលុយមិនអាចបង្កើតភាពជោគជ័យបានទេក្រុមហ៊ុនជោគជ័យត្រូវមានគំនិត
បូកចំណេះដឹងនិងបុកតិចនិចគំនិតគឺជាអាហារបំប៉នដ៏មានជីជាតិជួយឲ្យអាជីវកម្មលូតលាស់មានស្ថិរភាពនិងរឹងមាំយូរអង្វែងបាទជាបន្តទៀតយើងមានតែសំណួរតើបងប្អូនមានចម្ងល់អ្វីខ្លះទាក់ទងទៅនឹងមេរៀនបាទបងប្អូនអាច comment ខាងក្រោមខ្ញុំនឹងចែករំលែកបន្តបាទសូមអរគុណសម្រាប់ការតាមដានសូមជម្រាបលា